គេហ្នឹងថាថ្ងៃកំណើតរបស់ខ្ញុំគឺថ្ងៃប៉ុណ្ណេះប៉ុណ្ណេះសុំឲ្យអ្នកទៅចូលរួមក្នុងពិធីថ្ងៃបុណ្យកំណើតของព្រះអង្គគេប្រាប់ម៉ែឪគេថាប្រយ័ត្នភ្លេចថ្ងៃកំណើតគេហ្នឹងព្រោះសម័យខ្លួនគេមានបេតិសោមនស្សត្រេកអររីករាយជាទីបំផុតថ្ងៃកំណើតហ្នឹងស្រុកយើងពីមុនពីដូនតាយើងផ្លូវថ្នល់អីស្អីចាក់គ្រោះក្រហមចាក់ដុំថ្មទេដល់មកបច្ចុប្បន្ននេះគេបដិរូបកែច្នៃថ្នល់ដែលចាក់គ្រោះចាក់ថ្មហ្នឹងទៅឲ្យចាក់ជាកៅស៊ូចាក់បេតុងស្អាតល្អជាងផងក៏បដិរូបកែច្នៃឲ្យវាល្អទំនើបជាងពីមុនវាស្ពានឆ្លងស្ទឹងបាត់ដំបងនេះពីមុនឈើទេណាញោមមែនឥឡូវនេះពីជិតអូនចតាយើងឈើទេប៉ុន្តែឥឡូវគេបដិរូបកែស្ពានឈើនោះឲ្យវាទៅជាបេតុងជាស៊ីម៉ងនេះគេកែច្នៃបដិរូបហ្នឹងបងមីក្រូមានជើងមីក្រូទេបងខាង operator មានជើងមីក្រូទេជើងមីក្រូមានទេអំភោមិនមីក្រូឬតិចជាបឋមខ្ញុំប្រកាសរណាសូមសេចក្តីអនុញ្ញាតអំពីសំណាក់នៃព្រះមហាថេរៈជាម្ចាស់គ្រប់កាលគ្រប់កិច្ចទាំងពួងតទៅដើម្បីរៀបចំកម្មវិធីនេះសូមក្រាបថ្វាយបង្គំព្រះរតនត្រ័យដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះព្រហ្មរតនមុនីប៉ិនសែមសេរីសវណ្ណោជាព្រះសមាជិកថេរសភានៃព្រះជាណាចក្រកម្ពុជានិងជាសម្ដេចព្រះចារិកាវត្តរាជបូរខេត្តសៀមរាបជាអម្ចាស់ដោយសេចក្តីគោរពគាត់ក្រែងវត្តមានរបស់សម្ដេចជាអម្ចាស់ពេញជាទីសេចក្តីពិតជានាំមកនៅសេចក្តីជ្រះថ្លាដល់ប្រជាពុទ្ធបរិស័ទនៅក្នុងវរោកាសនេះដែលមានព្រះធម្មមេចាកៈធម្មោជ្រួញពិសីជាប្រធានជាម្ចាស់កម្មវិធីតទៅខ្ញុំបកករណាសូមតាំងមោះជួសនាមដល់ម្ចាស់កម្មវិធីនិងពុទ្ធបរិស័ទគ្រប់រូបទាំងអស់សូមក្រាបថ្វាយបង្គំរតនាសម្ដេចជាអម្ចាស់ប្រទានប្រធមវិសេសទេសនាជាធម្មទានដល់យើងខ្ញុំបកករណាទាំងអស់គ្នាសូមពុទ្ធបរិស័ទលើកដៃប្រណប់លើកកំបងអញ្ជលីឡើងក្រាបថ្វាយបង្គំចំពោះអង្គសម្ដេចជាអម្ចាស់ដែលជាអង្គព្រះធម្មកថេកាចារ្យឲ្យបានព្រមគ្នាដូចតទៅកាយវន្តនីកាយវន្តនីកាយវន្តនីគ្រានុសហមបតីជាអធិបតីនៃលោកធ្វើអញ្ជលីអរតនីព្រះសម្ពុទ្ធាទេសេតុសុគតោធម្មំទេសេតុអមតាំងប្រទាំងលោកកានមនុកម្មបាយៈធម្មំទេសុសេតិទេសេតុនិយកៈសូមព្រះសកុតសម្ដែងធម៌សូមសម្ដែងព្រះនិព្វានឈ្មោះអមតៈបពិតព្រះនាយកសូមព្រះមានព្រះភិក្ខសម្ដែងធម៌ដើម្បីអនុគ្រោះដល់សត្វទាំងឡាយព្រះមានព្រះភិក្ខជាសាស្តាទ្រង់ព្រះសន្តាប់ពាក្យនោះហើយក៏ទ្រង់ពោលនៅពាក្យនេះថាអបារុតាទេអមតសទ្វារាយេសោតវន្តោបមុចន្តុសទ្ធាំងវិហង្សសញ្ញ័យបគុណังនភាសੰធម្មំបណៃតាំងមនុជេសុព្រះមេទ្វានៃព្រះនិព្វាននោះរបើកហើយសត្វទាំងឡាយណាមានសោតប្រសាទសត្វទាំងនោះចូលបញ្ចេញនៅសទ្ធាចុះមនាលព្រំតថាគតសម្គាល់នៅសេចក្តីនឿយលំបាកបានជាមិនសម្ដែងធម៌ដល់ឧត្តមដែលតថាគតស្ទាត់ហើយចំពោះមនុស្សទាំងឡាយសូមឱកាសអំពីសម្ដេចព្រះបរមរតនមុនីដោយសេចក្តីគោរពកោតក្រែងដើម្បីបានឱកាស
ជំនួសឲ្យព្រមនឹងអរតនីនៅព្រះធម៌ដោយតទៅសូមសពសាទុការអនុមោទនីព្រះសទ្ធំជាស្គរជ័យព្រះវិន័យជារៀងធំព្រះសោតជាខ្សែរំព្រះអភិធម្មជាស្បែកដាស់អរិយសច្ចជាអនលុងសមរៈទុំឲ្យលឺច្បាស់សត្វលោកងកងុយណាំងលឺស្គរតាំងក្រោមឡើងបានបរិស័ទព្រះធម៌ជាសោសែងរាំងឡើងចែងចាំងរាំងស្មៃបំភ្លឺលោកទាំងបីឲ្យយល់ផ្លូវឋានសង្ខាអនុគ្រងពុទ្ធបរិស័ទដែលចងខាត់ដោយមហាឲ្យកើតមានបញ្ញាប្រាកដទីគ្រាទិញហោសូមអនុមោទនាអនុមោទនាស្ដាប់នៅព្រះធម៌សូមអនុមោទនាអូមនមស្ការចំពោះព្រះចិនស្រីដ៏បរិសុទ្ធដែលផ្ដល់នៅសេចក្តីបរិសុទ្ធដល់ជនមិនបរិសុទ្ធទាំងឡាយផងចំពោះព្រះធម៌ផងចំពោះព្រះសង្ឃផងដោយសិរសាគឺองค์អស់កាលមិនដាច់សូមប្រគេនពរចំពោះព្រះថេរានុថេរៈគ្រប់រូបទាំងឡាយមានព្រះគ្រូចៅអធិការព្រះគ្រូសូត្រឆ្វេងស្ដាំវត្តបឹងរៀងនេះព្រមទាំងភិក្ខុសាមណេរទាំងឡាយដែលជាសហធម្មិគង់នៅរូបរួមជាសុខទុក្ខជាមួយគ្នាក្នុងវត្តបឹងរៀងនេះនឹងសូមប្រគេនពរចំពោះព្រះធម្មាចារ្យអគ្គធម្មោជ្រួញពិសីដែលបានប្រារព្ធនៅកម្មវិធីបុណ្យថ្ងៃនេះគឺជាបុណ្យពូជថ្ងៃកំណើតបុណ្យពូជកំណើតនេះជាបុណ្យមួយ
ដែលគេនិយមរាប់អាននៅលើពិភពលោកនេះបើនៅខាងអឺរ៉ុបប្រទេសបារាំងអាមេរិកនិយមជាងយើងទៀតតែដល់ថ្ងៃខួបកំណើតថ្ងៃដែលគេកើតហើយគេតែងតែប្រារព្ធកម្មវិធីបុណ្យកំណើតគេគ្រប់តែមនុស្សសំបីតែកុមារាកុមារីក្មេងតូចតូចក៏មានចំណាប់អារម្មណ៍ត្រេកអររីករាយសប្បាយនឹងថ្ងៃកំណើតដែរជាការចិត្តដល់ថ្ងៃកំណើតគេដាស់តឿនម៉ែឪគេថានៅប្រហែលថ្ងៃទៀតជាថ្ងៃកំណើតរបស់ខ្ញុំហើយគេត្រេកអរសប្បាយរីករាយតាំងពីមុនដល់ថ្ងៃកំណើតហ្នឹងបើឲ្យគេប្រាប់មិត្តភក្តិគេសម្លាញ់គេហ្នឹងថាថ្ងៃកំណើតរបស់ខ្ញុំគឺថ្ងៃប៉ុណ្ណេះប៉ុណ្ណេះសុំឲ្យអ្នកទៅចូលរួមក្នុងពិធីថ្ងៃបុណ្យកំណើតរបស់អង្គគេប្រាប់ម៉ែឪគេថាប្រយ័ត្នភ្លេចថ្ងៃកំណើតគេហ្នឹងព្រោះសម័យខ្លួនគេមានបៃតេសោមនស្សត្រេកអររីករាយជាទីបំផុតថ្ងៃកំណើតហ្នឹងនេះជាលោកនិយមគេនិយមពេញពិភពលោកហ្នឹងសម្រាប់យើងជាពុទ្ធបរិស័ទជាអ្នកជ្រះថ្លាក្នុងពុទ្ធសាសនានោះយើងក៏ប្រារព្ធបុណ្យខួបកំណើតរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូយើងដែរដូចជាញោមញាតិពុទ្ធបរិស័ទបានប្រារព្ធនៅបុណ្យវិសាខបូជាបុណ្យវិសាខបូជានេះគឺគេរំលឹកដល់ថ្ងៃកំណើតរបស់ព្រះសម្មាសម្ពុទ្ធទ្រង់បានប្រសូតទ្រង់បានត្រាស់ដឹងជាសัพពញ្ញុពុទ្ធនឹងថ្ងៃដែលព្រះអង្គទ្រង់បរិនិព្វានពេលវេលាទាំង3នេះគឺថ្ងៃ15កើតខែវិសាខដូចគ្នាទាំងអស់ខុសគ្នាតែឆ្នាំទេម្ល៉េះហើយពុទ្ធបរិស័ទយើងតែដល់ខែវិសាខហើយតែងតែប្រារព្ធពិធីបុណ្យវិសាខបូជានៅថ្ងៃ15កើតខែវិសាខនោះសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយជ្រាបគឺជាបុណ្យរំលឹកថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតណាប៉ុន្តែសម្រាប់យើងប្រារព្ធការទាំង3រួមគ្នាគឺទ្រង់ប្រសូតមួយទ្រង់បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធសัพពញុត្តញ្ញាណនឹងហើយនឹងថ្ងៃបរិនិព្វានគឺថ្ងៃតែមួយដែរសម្រាប់ពួកមហាយាននៅកូរ៉េអាត្មាបានទៅចូលរួមក្នុងពិធីបុណ្យរំលឹកថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតនឹងគេធ្វើរំលឹកតែថ្ងៃដែលព្រះអង្គប្រសូតមួយទេថ្ងៃត្រាស់ដឹងនិងបរិនិព្វានគេមិនបានធ្វើទេនឹងទិសដៅបុណ្យហ្នឹងដូចមហាយាននៅកូរ៉េគឺថ្ងៃដែលរំលឹកថ្ងៃកំណើតដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតក្នុងពិធីបុណ្យក្នុងមហោឡារិកក្រឹកក្រែងទាំងមន្ត្រីរដ្ឋការក្នុងប្រទេសកូរ៉េនឹងគេធ្វើទាំងអស់ក៏ពិធីគេហើយក្បួនរំលឹកនោះក៏ក្រឹកក្រែងក៏ក្រើករំពើទាំងទីក្រុងសេអ៊ូលនឹងមើលទៅអស្ចារ្យក្នុងពិធីបុណ្យរំលឹកថ្ងៃកំណើតព្រះសម្មាសម្ពុទ្ធអង្គដូចមានព្រះសង្ឃជាតំណាងទៅពីកម្ពុជាយើងទៅពីថៃស្រីលង្កាក៏បានទៅចូលរួមក្នុងពិធីបុណ្យហ្នឹងក្នុងពិធីបុណ្យហ្នឹងគេហែរូបកាលព្រះសម្មាសម្ពុទ្ធទ្រង់ទៅប្រសូតហ្នឹងទៅតម្កល់ក្នុងកន្លែងមួយដែលគេតម្កល់សម្រាប់ធ្វើសក្ការៈក្នុងពិធីបុណ្យហ្នឹងដែលហើយគេនិមន្តព្រះសង្ឃគ្រប់ជាតិទាំងអស់ឲ្យទៅដងទឹកនឹងស្រោចស្រង់សុគន្ធវេរីចំពោះព្រះរាជកុមារព្រះសម្មាសម្ពុទ្ធហ្នឹងគ្រប់ជាតិទាំងអស់ដូចគេធ្វើបុណ្យនោះក៏ក្រឹកក្រែងមានតាំងពីពើតាំងស្ដីឲ្យគ្រប់ជាតិទាំងអស់ឲ្យ
ប្រជាពលរដ្ឋដែលទៅធ្វើពិធីបុណ្យហ្នឹងទៅទស្សនាអាត្មាមើលទៅឃើញដូចជាពិធីបុណ្យគេនៅកក្រឹកកក្រែងយ៉ាងក្រៃលែងគេមន្ត្រីរាជការអីទៅធ្វើទាំងអស់រូបពិធីហ្នឹងផងនេះសម្រាប់ពួកមហាយាននៅខាងកូរ៉េណាបុណ្យនេះជាបុណ្យដែលគេនិយមធ្វើក៏ដល់រួចមកយើងនៅកម្ពុជាថាបុណ្យចម្រើនអាយុគឺបុណ្យចម្រើនអាយុតែបើអាត្មាកែតថាបុណ្យរំលឹកថ្ងៃគូកំណើតឯកើតហ្នឹងព្រោះឲ្យវាស្របទៅតាមពុទ្ធសាសនាដែលយើងធ្វើពិសាបូជាណានេះនិយាយអំពីបុណ្យគូកំណើតដូចក្នុងឱកាសថ្ងៃនេះព្រះធម្មមេចាអគ្គធម្មោជ្រួញពិស័យលោកបានប្ររពធ្វើគឺគូកំណើតគម្រប់30ឈានចូល31ឆ្នាំ31វស្សានឹងបុណ្យគូគម្រប់នោះតែបានបួសជាភិក្ខុដាក់ចិត្តไปដូចឆ្អាប្រគេនរំលឹកនៅថ្ងៃកំណើតដែលព្រះអង្គទ្រង់បានប្រសូតមកនោះក្នុងពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងទ្រង់បានសម្ដែងប្រាប់ដល់បរិស័ទទាំងអស់ថាកិរិយាដែលបានកើតមកជាមនុស្សនេះជាលៀបដ៏ប្រសើរសម្រាប់មនុស្សកើតមកជាមនុស្សជាលៀបប្រសើរណាស់មិនបានព្រះអង្គទ្រង់សម្ដែងយ៉ាងហ្នឹងពីព្រោះជីវិតដែលកើតនៅលើផែនដីនេះច្រើនណាស់ក៏រាប់លានរាប់សែនជីវិតតែជីវិតដែលប្រសើរគឺមានតែជីវិតរបស់មនុស្សមួយទេដល់ទៅពីនោះគឺជីវិតរបស់សត្វដេរឆានជីវិតរបស់មនុស្សវាប្លែកពីសត្វទាំងអស់នោះដូចសត្វដេរឆានគឺសត្វដែលមានឆ្អឹងខ្នងទៅទឹងផែនដីខ្ញុំជាពិនិត្យមើលសត្វដេរឆានអស់សត្វតែឆ្អឹងខ្នងអញ្ចឹងទាំងអស់តាំងពីសត្វតម្រៃដែលធំជាងគេហ្នឹងបន្ទាប់មកមានក្របីមានគោមានប្រើសឆ្លុះត្រាយអីទាំងអស់ចេះតែតូចមកមានសត្វជើង4សត្វជើងច្រើនក៏រកវាមិនអស់ទេជីវិតហ្នឹងសត្វហ្នឹងរហូតដល់តូចបំផុតគឺសត្វស្រមោចក្រហមសម័យខ្មៅនេះញោមញាតិពិនិត្យមើលសត្វទាំងអស់សត្វមានឆ្អឹងខ្នងអញ្ចឹងមានតែមនុស្សមួយទេដែលមានឆ្អឹងខ្នងបញ្ចូលអញ្ចឹងដែរបានន័យថាមនុស្សជាសត្វដ៏ប្រសើរបំផុតជាងពពួកសត្វដេរឆានហ្នឹងសត្វដេរឆាននិងមនុស្សខុសគ្នាតែមួយទេបង3ដូចគ្នាទី1គឺសត្វដេរឆាននិងមនុស្សរស់នៅបានព្រោះអាស្រ័យអាហារអាស្រ័យម្ហូបអាហារដូចគ្នាកាន់តែវាខុសគ្នានៅម្ហូបហ្នឹងបើជីវិតរស់បានព្រោះអាស្រ័យអាហារដែរដូចគ្នាទី2សត្វដេរឆាននិងមនុស្សចេះភ័យចេះខ្លាចនឹងអ្វីដែលមកប៉ះពាល់ដល់រូបរាងកាយអាយុជីវិតរបស់ខ្លួនចេះភ័យខ្លាចដូចគ្នាទាំងអស់ញោមញាតមើលសំបីសត្វស្រមោចខ្មៅតូចមួយវាមករុំស្ករញោមញាតដាក់ស្ករចាននោះវាមករុំហើយញោមញាតទៅគោះចានស្ករនៅឯកក្រើ
บุพเพรถใจจึงเนี่ยประสานการได้ไปรถใจจึงเนี่ยยังเกิดฐานนั้นเบียบให้คลายหนึ่งอายุชีวิตบอปันเบียนะอันนั้นไปคลายย่อยเนี่ยที่ไปโดยนี้คือสัตว์เดรัจฉานเมียนยีเมียนชโมลมันเนื้อยังเมียนเปราะเมียนสไลโดยเนี่ยต่างหนึ่งใบนั่งโดยเนี่ยแต่สำหรับมันเนื้อยังเลือกสัตว์เดรัจฉานมวยคือเมียนความเมสัญญาเมียนปัญญาโอเจชในเจประเด็นในวัตถุประคือพิระสับแบบสับอย่างนั้นแต่สาปัญญานั้นสัตว์เดรัจฉานมันเมียนปัญญาเตโยมเยียนยังเคยสัตว์จาบมือสมบูรณ์ดำตนอดเวียนอยู่มอรยังอยู่เพราะยังแต่เป็นเน็ตมือสมบูรณ์เวียนละอ่อนนะก็ไปโดยเชียจำได้เชียได้เธอสมบูรณ์เวตัวเรียนพิศลานาตอนมหาวิทยาลัยนามอยังไม่ไปเชียโยมหมดจะจองตรองเพื่อเชียมันตุ้มเพื่อเชียกันไล่ตะโกนผมอ้อยเรียกก็ผมพ่วงจ้องเมากรองที่เย็นเปากาเปียตัดตะตีตัวปีนโกนเจ้าไงนะเดี๋ยวเมื่อนั้นไปเชียจำในนั่นก็เชียเรียนเจงพิศลานาจังสัตว์ปีนเปียงโยมเมื่อแบบเพิ่มมองเว้ยดะเรียกลาเวทเอวิเตียเฮสมาคเนเทนบอลอเยอะเมื่อแล้วเราเติมเป็นเน็ตมือตาเป็นไม่เรื่องธรรมดาโดยเจรียนปีสัตว์เนี่ยหน้ามวยปีศาลาหน้ามวยปันเรียนไม่จังนี่สัตว์กระดามยมเย็นมือกับกายรุ่งเตเรียกรุ่นปูนอัตมากาเปียอายุชีวิตนั้นในยุงมือสัตว์ใบนั้นวันยมเย็นอาชมอลถ้าเจ้าปีมาเปิ้นปีเปิ้นชนะหมดนั่งตาปูสัตว์อันนั้นเบเธอสมบุกเธอไอเบียอย่างไหมตอนมาปัจจุบันนั่งเบเธออย่างไหมถ้าอันนั้นมันเมียนไอพลายเตยมเยียนปีจะโดนจะตาเบียเมาก็แจ้แต่ปนังไออัดเมียนไอแจ้แกชนัยไอตุ่มเนื้อไอละอ้อไอชื่นลื่นเชียงมันโนเยียงอัดเมียนเดอันนั้นคือหาสัญเชียตเงียนนั่นคือการล้างคือดังแจ้แต่ปนังไอเลิกเป็นนั่งที่อัดแจ้แต่ก่อนนั่งได้ทอมเชียตก็ดอลอ้อยรีไอมโนเยิงมันโดยชนเอาแต่แจ้แกแจ้ชนัยแจ้ประเด็นโอวัตถุสัมภาระประสะอาดละอ้อปอเรื่องพุทธศาสนานุทัปปะเดรูแกชนัยละบอ้อยตุ่มเนืองปะเดรูโยมเยียดเมื่อสระเยืองปีมนปีโดนตาเยืองเราทนอลเอสจะครุกหอมจะดมทมอเตตอนมาปัจจุบันนั้นกิปะเดรูแกชนัยทนอลจะครุจะมอนั่นเตอจะเชื่อเกาสูจะเบตงสะอาดละออยเจียงป้องกับปะเดรูใกล้ชนะไอ้วละอตุ่มเนิบเชียงปีมนไปเปลี่ยนชลองสตึงบัตตบองในปีมนเชื่อได้นายมไม่น่าเราปีจะโดนจะตายยังเชื่อแต่เพราะเราเก็บปะเดรูแกเปลี่ยนเชื่อเนาะไอ้เบตเตอร์เชียเบตงเจสิมองในกล่าวแกชนะปะเดรูหนึ่งเมนแต่ปะปันนังแต่เอาไว้ตั้งออกก็ไกลชนายปะได้รู้อ้อยตุ่มเนื้อละอ่อเป็นโยมเยียดเมื่อโดนตาไม่เอาเยิงกัดเตานามอนาเพลาใช้ชีตะเตโก้แต่ก็ใบเลยชีแสชีตุ่มไรดาทมาเจิงดาแล้วปัดอ่อนกิแกกิชนายกิปะได้รู้แต่จะเยียนย้อนเมียนครึ่งมาเส้นเยื่องประบัดเอลเตโกเตกใบชีใส่ชีเต็มไรเนาะอันนี้ก็เขาถ้าเก็บปะเดรูมมานประสมาสัมพุทธโลสมได้จักกระเทือนังเมียนปูนจักกะคือกองเวลสมอง
ឲ្យវាជឿនលឿនចម្រើនទៅមុខវិលទៅទី1លោកថាបដិរូបទេសវាសោចៈយើងបានរស់នៅក្នុងប្រទេសដែលគេបដិរូបអភិវឌ្ឍឲ្យទំនើបហើយនឹងមួយទី2សัพពរេសោបសង្សេវៈយើងបានរស់នៅហើយខ្សែគប់នឹងពួកសប្បុរសបណ្ឌិតយើងសប្តាហ៍ថ្ងៃនេះមានសប្បុរសមានពួកបណ្ឌិតបញ្ញវន្តច្រើនណាស់ក៏ទាំងបព្វជិតអ្នកបួសទាំងក្រហមជាពួកបញ្ញវន្តណាយើងបានរស់នៅក្នុងក្រុមពួកហ្នឹងអ្នកអស់នោះគេតែងបញ្យល់តែងប្រាប់ពីច្បាប់ដ៏ល្អដល់យើងហ្នឹងនេះជាកិរិយាដែលខ្សែគប់នឹងសប្បុរសទី2ទី3ពពេកតបញ្ញតាភាពជាអ្នកបានធ្វើសេចក្តីល្អហើយទុកមកក្នុងកាលមុនសេចក្តីល្អគឺយើងបានធ្វើហើយមកពីជាតិមុនមកពីឆ្នាំមុនបងខ្លះគឺយើងធ្វើពីឆ្នាំមុនមិនមែនពីជាតិមុនមកទេយើងបានសិក្សាបានរៀនសូត្រច្បាប់ទម្លាប់លោកអ្នកប្រាជ្ញបណ្ឌិតបានសិក្សាពុទ្ធសាសនាដែលជាឱវាទរបស់ព្រះពុទ្ធនឹងបានសន្សំធ្វើសេចក្តីល្អនឹងទុកហើយក្នុងកាលមុនឧបសំនេះអញ្ចឹងអត្តសមាបណ្ឌិធិការតម្កល់ខ្លួនឲ្យត្រង់ឲ្យនឹងឲ្យប្រពៃមិនត្រេតត្រោតក្លែងក្លងក៏ទៅលើពួកមង្គលភ្ញាក់ផ្អើលទេដោយសារយើងបានរៀនសូត្រមានបញ្ញាចេះដឹងគឺយើងជឿហេតុផលជឿហេតុផលតែមួយព្រោះអត់មែនទេទេការតម្កល់ខ្លួនដោយប្រពៃទាំង4នេះលោកថាចក្រធើយើងដែលបានរស់នៅដោយលក្ខណៈ4យ៉ាងជាជីវិតដ៏ប្រសើររបស់ព្រះយើងគ្រប់គ្នាទាំងអស់ក៏សប្តាហ៍ថ្ងៃញោមញាតិពុទ្ធបរិស័ទក្តីព្រះសង្ឃក្តីយើងមានសំណាងណាស់ក៏ព្រោះយើងបានរស់នៅក្នុងប្រទេសដ៏សំគួរប៉ុនសែនសេរីសវណ្ណោពីកែគេឆ្នៃសម្ភារៈអីប្រើប្រាស់ធរសភានៃព្រះជាម្ចាស់កម្ពុជានឹងជាចាំចូលឆ្នាំនេះញោមជើញទៅលេងនៅសម្ដេចព្រះចៅអធិការវត្តរាជពោក្រុងសៀមរាបដើម្បីបានទៅនឹងប្រាសាទបាយ័នពធទេសនាក្នុងវេលាប្រព័ន្ធសម័យនេះតទៅជីវភាពរបស់ប្រជាពលរដ្ឋសម័យសតវត្សទី12 13ញោមញាតិទៅមើលអាត្មាសូមពុទ្ធបរិស័ទជើញខជាជួនដើមសិនណាចង់ស្រក់ទឹកភ្នែកហើយដូចជម្រាបអញ្ចឹងសូមអញ្ជើញឲ្យផុតដូនជាតាឲ្យផុតកន្លែងវេទិកាសម័យដែលបាទគេបដិរៀបជូនពុទ្ធបរិស័ទផងដែរសូមជើញឈរឲ្យបានរៀបរយទៅញាតិញោមទៅពិនិត្យមើលហើយកិច្ចរៀងបាទហ្នឹងសូមឲ្យជាកិច្ចរបស់លោកចាស់គ្រូដែលជាម្ចាស់កម្មវិធីតែមួយរូបតែប៉ុណ្ណោះញោមណាញោមត្រឹមតែចូលរួមធ្វើកិច្ចកិច្ចទទួលបរិសង្ហារកិច្ចចំពោះសម្ដេចជាអម្ចាស់បានហើយបងលុយសម្លៀកបំពាក់មិនល្អទំនើបអីដូចញោមញាតិបច្ចុប្បន្នហ្នឹងអត់មានឯកោមស្ដាប់មើលទៅវាមិនសូវសមរម្យបងយករូបភាពនោះមកធៀបនឹងញោមតែខុសគ្នាមើលអត់ដូចគ្នាទេបងហ្នឹងចឹងខុសគ្នាឆ្ងាយណាស់បងក្នុងព្រឹកនេះឃើញថារូបភាពជារូបភាពពេទ្យគេមិនឆ្លាក់ដោយសារនឹកធ្វើចេះតែធ្វើក្រែនេះវិភាគរបស់ប្រជាពលរដ្ឋសម័យសតវត្សទី12ជាញោមជើញមកច្រើនណាស់តែយើងសម្រាប់ឯងមិនទេលោកជាស្រ័យសូមសេចក្តីអធិស្ឋានពីព្រះអស័ក្តិគ្រប់រូបទាំងអស់ញាតិញោមឈរសក្តីញាតិញោមឈរពីរយៈកិច្ចក្តីញាតិញោមអង្គុយក្តីសូមញាតិញោមកុំយកទៅទៅចិត្តសួនញោមណាកុំទៅចិត្តសួនការសូមឲ្យសួនការតែលោកចាស់គ្រូគេកែច្នៃលោករៀបចាត់ចែងទាំងបានហ្នឹងសូមឲ្យជាគ្រឿងពុទ្ធបូជាគ្រឿងធម្មបូជាបានតែយើងសំណាងធ្វើព្រីសំណាងបើញាតិញោមទៅថតចិត្តនឹងពេកទៅនឹងមានការប៉ះពាល់ដោយអចេតនាដូចជាការដែលយើងកើតមកជាមនុស្សគ្រឿងបូជាទាំងអស់ហ្នឹងនឹងខូចសម្រាប់ទេបង
men mình មាន miền សូម hai ញា pol តិញោមពុទ្ធបរិស័ទចូលរួម តាមពុទ្ធសាសនាគឺមានហេតុមានផល ហើយដូចតែប្រកេនក៏ដូចជាជំ គឺ រាប យើង ជូន បាន ថាសូម បំ ញាតិ ពេញ ញោម នៅ កុំ កុសល ថត ផលបុណ្យអំពើល្អណាស់ ការថត selfie ទើប កាន់ ផល ទូរ រ ស័ ប ព្ទ ស់ មួយ កម្ម ជំនាញ នឹង ថតមុខ ជួយ ខ្លួន ត្រ ឯង ត្រ ទៅ ង់ឲ្យជីវិតរបស់យើងនឹងទៅជាជីវិតដ៏ប្រសើរ ជាការខ្វះ គឺ ការ ជីវិតរបស់មនុស្សលោកនឹងឯង បរិស័ ណា ទទៀត វាប្លែក ហើយ ពី ញាតិ ដេ ញោម រ ទៅ ឆា តែ ន ជួយមកក៏សូមអញ្ជើញចូលមកកាន់ទីរោងពិធីឲ្យ សូម បាន ឲ្យយើងមាន រូប អ រា រ ល់ មេត្រីអរីករាយសប្បាយនឹងជីវិតដែលកើតមកជាមនុស្សនោះបើញោមកើតជាគូកបីសត្វដេរឆានប៉ុណ្ណឹងឯងកើតពីពោះម៉ែប៉ុណ្ណាមកគឺប៉ុណ្ណឹងឯងបងញោមគិតមើលគូមើលកបីកើតពីពោះម៉ែប៉ុណ្ណាប៉ុណ្ណឹងឯងមិនចេះកែច្នៃមានសម្ពុតសម្លៀកបំពាក់បិទបាំងរាងកាយទេមកឲ្យអត់មានទេអានេះជីវិតរបស់ដេរឆានសួរថាដែលទៅកើតសត្វដេរឆានហ្នឹងមកពីស្អីតែពុទ្ធសាសនានោះថាអ្នកអនុប្រព្រឹត្តអំពើអកុសលកម្មគឺអំពើបាបហ្នឹងឯងស្លាប់ហើយទៅកាន់អបាយភូមិទៅកើតនរកឡើងពីនរកមកកើតក្នុងភូមិមនុស្សយើងនេះកើតជា សូម ប្រែ អនុមោទនី ជាដេរឆានជាអសុរកាយអីទៅមកជាមនុស្សអត់ដូចប្រុសគ្មានអំពើកុសលអីនឹងជួយត្រោតត្រង់ គណៈទៀត ពួកអានឹងឲ្យមកកើតជាមនុស្សបានទេក៏ឲ្យទៅជាដេរឆានលុះត្រាណាតែ សូមពុទ្ធបរិស័ទ អស់ផលបាបនឹង នៅសេចក្តី ទើបមក យ៉ាងបរិសន្តារកម្មចំពោះសម្ដេចព្រះអង្គ ជាមនុស្សយើង សូម បាន អនុមោទ នឹងស្មារ នី តីនឹង អស់ទៅបងតែស្មានណាសោយផលបាបនឹងអស់ស្មានមិនត្រឹមនឹងស្មានណាយូរយារខ្ញុំមើលទៅសោយទុកក្នុងអបាយភូមិនរកនឹងប្រមាណ100ឆ្នាំរៀនណាស់ហើយតែងើបឡើងមកកើតក្នុងឋានមនុស្សទៅដេរឆានវាមិនមកជាមនុស្សទៀតមិនរឿងអីដែលអត់ហេតុអត់ផលទេណាញោមញាតិពុទ្ធសាសនាសត្វតែរឿងដែលទាក់ទងនឹងហេតុផលទាំងអស់យើងដែលកើតជាមនុស្សគឺមានអំពើបុណ្យជួយត្រោះត្រង់ឲ្យយើងកើតជាមនុស្សទៅកើតដេរឆានគឺអំពើបាបទៅជារិទ្ធដែលខ្លួនធ្វើហ្នឹងក៏ដល់ឲ្យទៅចឹងហើយវាពុទ្ធសាសនាលោកសំដែងថាមានតែពីរប៉ុណ្ណឹងឯងបងបើអញ្ចឹងគួរកបីញោមញាតគ្រប់គ្នាទាំងអស់រក្សាអត្តភាពរបស់ខ្លួនដោយហោចទៅឲ្យនៅត្រឹមតែមនុស្សកុំឲ្យប្រែប្រួលពីមនុស្សទៅកាន់សត្វដេរឆានការថែរក្សាអត្តភាពរបស់ខ្លួនឲ្យនៅជាមនុស្សជាតិគឺសាងបុណ្យធ្វើកុសលជីវិតត្រូវមានព្រះធម៌គឺសេចក្តីល្អជួយត្រោះត្រង់យើងបានរក្សាអត្តភាពនឹងបាននៅត្រឹមមនុស្សមិនឲ្យប្រែប្រួលទៅកាន់សត្វដេរឆានទេនេះសូមឲ្យញោមញាតិប្រយ័ត្នឲ្យមែនទែនបងតាមពិតទៅញោមញាតិអ្នកណាក៏ចង់បានសេចក្តីសុខចង់បានតែអាយុវែងចង់បានរូបភាពល្អចង់បានគ្រប់តែគ្នាប៉ុន្តែគ្រាន់តែចង់តែកន្លះហ្នឹងប៉ុន្តែដល់កិរិយាដែលធ្វើអត់បានធ្វើអ្វីដែលមានឲ្យមានអាយុវែងឲ្យបានសេចក្តីសុខអត់បានធ្វើទៅសេចក្តីអាក្រក់បើចិត្តចង់បានអញ្ចឹងប្រយ័ត្នពេលញោមប្រាថ្នាតែចង់បានសេចក្តីសុខអាយុវែងបើដល់ទៅធ្វើសត្វតែអំពើអាក្រក់ធ្វើមិននឹងបានក៏ប្រសេចក្តីប្រាថ្នាផ្សេងដល់អំពើធ្វើវាផ្សេងព្រោះមនុស្សយើងគឺផលរបស់កម្មអំពើនឹងឯងដែលជួយតបតែយើងឲ្យទៅជាអ្វីមួយហ្នឹងនៅលើโลกនេះបានអាត្មាសំដែងធ្វើប្រាប់ញោមញាតិប៉ុន្តែប្រាប់ទៅញោមញាតិខ្លះស្ដាប់មិនទាន់យល់មិនទាន់ដឹងខឹងអាត្មាមិនចេះតែញោមញាតិភាគច្រើនដែលជឿថាទេវតាហ្នឹងមានឥទ្ធិឫទ្ធិមានឥទ្ធិពលខ្លាំងក្លាជាទីបំផុតបានត្រូវការអីក៏សុំជំនួយឲ្យទេវតានឹងជួយតែអាត្មាសិក្សាក្នុងពុទ្ធសាសនាទៅវាមិនមែនអញ្ចឹងគឺទេវតាមិនមែនជាធាតុមួយសម្រាប់ជួយផ្ដល់អ្វីឲ្យមនុស្សបានទេទ្រព្យសម្បត្តិអាយុអីវែងយូរឲ្យមនុស្សបានទេមានតួនាទីអញ្ចឹងទេប៉ុន្តែញោមញាតិអត់យល់ចេះតែទៅសុំ
បានអាត្មាលើកហេតុផលមកសម្ដែងអាត្មាថាញោមញាតិព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គបានឲ្យតម្លៃទេវតាទេព្រោះទេវតាជាផលលោកឲ្យតម្លៃមនុស្សទេដែលជាហេតុអានេះនិយាយពីហេតុផលចឹងនេះអាត្មាសម្ដែងថាពុទ្ធលោកមិនឲ្យតម្លៃទេវតាញោមជាស្ដាប់មិនទាន់យល់ទេពីខាងអាត្មាមិនតិចទេបាទអាត្មាទៅខាងដែរក៏យូរទៅក៏យល់តែផងចឹងចុះសម្ដែងពីហេតុផលមិនថាមនុស្សប្រកែកជាងទេវតាទេវតាជាផលមនុស្សជាហេតុបើមិនមានមនុស្សធ្វើកុសលល្អទេទេវតាក៏មិនមានដែរអាត្មាលើកហេតុផលបញ្យល់ច្បាស់លាស់តែមកបើអ្នកមិនចូលចិត្តយើងគឺមិនតាំងចិត្តស្ដាប់អត់ឮតែយើងសម្ដែងបាត់ស្អីចោលបាត់អត់ស្ដាប់ឲ្យចប់ចង់ចប់ដើមបាទអាត្មាមកសម្ដែងនេះក៏អញ្ចឹងទីញោមញ៉ាំមិនចូលចិត្តអាត្មានៅស្ងៀមទៅស្ដាប់ម្ដងទៀតទៅបងអាត្មាលើកហេតុផលបញ្យល់ប្រាប់ព្រះសម្មាសម្ពុទ្ធលោកថានៅលើផែនដីក្រោមមេឃមាននរណាប្រកែកជាងមនុស្សទេមានតែមនុស្សប្រកែកជាងអីទាំងអស់បានអាត្មាលើកហេតុនិយាយពីចិត្តរបស់មនុស្សចិត្តរបស់មនុស្សមាន4ថ្នាក់អញ្ចឹងអានោះស្អហេតុទី1គឺកម្មាវិជ្ជាកុសលចិត្តឬកម្មាវិជ្ជាកុសលភូមិចិត្តជាកម្មាវិជ្ជាកុសលចិត្តនេះគឺញោមញាតពុទ្ធបរិស័ទសប្តាហ៍ហ្នឹងហើយចិត្តជាកុសលចេះធ្វើទានរសាសិលអីជាដើមនេះតែជីវិតរបស់មនុស្សវាជាប់ជំពាក់នឹងកម្មគុណ5រូបសម្លេងក្លិនរសប្តីប្រពន្ធកូនសម្បត្តិត្រឹមហ្នឹងវាជាប់អាហ្នឹងកកម្មាវិជ្ជាកុសលចិត្តពួកនឹងដល់អស់ជីវិតទៅកើតក្នុងឆកម្មាវិជ្ជាកុសលសួរហ្នឹងឋានសួគ៌នោះគឺមនុស្សដែលជាប់ជំពាក់ដោយកាមអស់ជីវិតទៅកើតក្នុងឋានហ្នឹង6ជាន់ហ្នឹងទេវតា6ជាន់ហ្នឹងទៅតាមកម្លាំងបុណ្យដែលខ្លួនធ្វើគួរទៅកើតក្នុងឋានចាតុមហារាជការទេវាតាវតង្សាយាមេដុសិតានិមិត្តដីបរៈនិមិត្តវសាវដី6ជាន់កម្លាំងបុណ្យតែច្រើនពួកទេវតាមានស្រីមានប្រុសមានប្រពន្ធមានកូនបរិភោគម្ហូបអាហារអីដូចតែញោមអញ្ចឹងឯងអត់ខុសនេះទេក៏ប៉ុន្តែកូនទេវតាមិនមែននៅក្នុងគឺរបស់យើងទេទៅកើតជាទេវបុត្រទេវធីតាហ្នឹងទៅកើតធំពេញរូបពេញកន្លោះតែមកបើអ្នកណាទៅកើតនៅលើភ្លៅទេវតាគេទទួលស្គាល់ថាជាកូនឬទៅកើតលើតំណែងគេទទួលស្គាល់ថាកូនទៅកើតនៅក្រៅប្រាសាទគេថាបរិវារគេទទួលស្គាល់យ៉ាងវិញទៅកើតលឿនណាស់ញោមញាតិក្រាន់តែមនុស្សដែលត្រូវកើតក្នុងឆកម្មាវិជ្ជាសួរក្នុងគម្ពីរលោកធៀបក្រាន់តែផុតខ្យល់ទាំងអស់ទៅជាផ្ទះដៃទៅដល់កន្លែងនឹងព្រាមបងទៅកើតក្នុងទីនឹងព្រាមលឿនណាស់បងទៅកើតក្នុងអបាយភូមិក៏លឿនដូចគ្នាទៅកើតជានរកតាច់ចាំម៉ាត់ទៅកើតស្រែកយោយាយព្រាមទៅកូនចៅបាំងស្គលដាឲ្យក៏មិនទាន់បានទៅស្រែកបាត់លឿនណាស់នឹងនិយាយពីចិត្តជាកម្មាវិជ្ជាកុសលចិត្តណាទេវតាប្រើប្រាស់ម្ហូបអាហារឲ្យដូចគ្នាអស់ប៉ុន្តែគ្មានចង្ក្រានគ្មានឆ្នាំងអីទេទេវតាចង់បានម្ហូបអីកិនអនឹកគឺកើតម្ហូបណាសម្រាប់ទេវតាសោយបរិភោគទៅវិទេវតាបរិភោគម្ហូបអត់មានសល់ទេតែឆ្អែតគឺអស់អាមកអត់មានសល់ទេវតាអត់ចែកម្ហូបអ្នកបរិភោគបានព្រោះគេមានស្រេចរៀងខ្លួនដោយញោមញាតិចឹងគេតែធ្វើបន់ធ្វើទានអញ្ជើញគ្នាមកក៏ដាំបាយទៅផ្ទះថ្នោតទទួលគ្នាណាខុសអីចឹងអ្វីរបស់ទេវតាប្រើដូចមនុស្សយ៉ាងដែរតែគេជារបស់ទើបកើតឯងនឹកចង់បានអីរបស់នឹងវាកើតឡើងអានេះគេចិត្តជាកម្មាវិជ្ជាកុសលចិត្តទី2រូបាវិជ្ជាកុសលចិត្ត
លោកអ្នកដែលចម្រើនសមថកម្មដ្ឋានលោកអប់រំបន្ទុំចិត្តលោកឲ្យប្រព្រឹត្តទៅក្នុងឈានអបណាសមាធិបានសម្រេចក្នុងឈានកើតបៃតេឈាននេះគេហៅថារូបឈានមាន5ឈានទី1ទី2ទី3ទី4ទី5វាខ្ពស់ទៀតជាងគ្នាដូចសាសាឡាដែលទៅរៀនឆ្នាំទី1ទី2ទី3 4ចំណេះចេះដឹងចេះដឹងលើគ្នាដល់ឈានទី5ខ្ពស់ជាងគេពួកនឹងដល់អស់ជីវិតទៅកើតក្នុងព្រំមានរូប16ជាន់ចិត្តថ្នាក់ទី3ហៅអរូបាវចរកុសលចិត្តឬអរូបាវចរកុសលភូមិចម្រើនឈានសមាបត្តិដូចនេះគេញ៉ាំងចិត្តគេឲ្យប្រព្រឹត្តទៅក្នុងអរូបឈានដោយគេអង្គុយចម្រើនគេមិនយកវត្ថុមានរូបជាទីតាំងទេគេយកអាកាសទៅទីលហឡែវមកជាទីតាំងរបស់ចិត្តដល់សម្រាប់ឈានទៅគេហៅអរូបឈានពួកនឹងដល់អស់ជីវិតទៅកើតក្នុងឋានព្រំមានរូបព្រំអត់រូប4ជាន់ព្រំទាំងមានរូបទាំងអត់រូប20ជាន់រួចព្រំនៅក្នុងពុទ្ធសាសនាมันមានស្រីប្រុសទេញោមអត់មានភេទទេព្រំក៏មិនបរិភោគអាហារដែរជីវិតព្រំរស់នៅបានព្រោះអំណាចបៃតេកើតក្នុងឈានជួយទ្រទ្រង់ជីវិតរបស់ព្រំឲ្យនៅតាំងនៅបានអត់មានស្រីប្រុសទេញោមញាតកុំច្រឡំក្នុងព្រំនៅក្នុងសាសនាព្រាហ្មណ៍ព្រំក្នុងសាសនាព្រាហ្មណ៍ព្រំនោះជាប្រុសទេតែបានយើងញាតគេហៅកបិលមហាព្រំនោះប្រុសមានប្រពន្ធឈ្មោះនាងសរស្វតីហើយមានកូន3កូនប្រុស2ស្រី1កូនប្រុសឈ្មោះស្កន្ធកុមារនឹង1ផងស្កន្ធកុមារឈ្មោះអីយ៉ាភ្លេចដែរមើលហើយនឹងស្រីនោះឈ្មោះនាងសន្តាយាស្កន្ធកុមារភ្លេចឈ្មោះ1ហើយបងកូនប្រុសនោះមិនទាន់ណាកូន3ប្រុស2ស្រី1ខុសគ្នាអញ្ចឹងព្រំដែលយើងធ្វើពិធីបុណ្យចូលឆ្នាំរំលឹកដល់កបិលមហាព្រំនឹងឯងបងមិនរំលឹកក្នុងព្រំពុទ្ធសាសនាទេសូមឲ្យញោមញាតស្គាល់ឲ្យច្បាស់ព្រំក្នុងពុទ្ធសាសនាមិនមានភេទជាស្រីប្រុសទេអានឹងចិត្តថ្នាក់ទី3តែចិត្តថ្នាក់ទី4គឺលោកុត្តរចិត្តលោកុត្តរចិត្តគឺចិត្តរបស់ព្រះសម្មាសម្ពុទ្ធនឹងចិត្តលោកបរិសុទ្ធស្អាតអស់កិលេសគេហៅវិសុទ្ធិគុណគឺសេចក្តីបរិសុទ្ធនៃប្រតិបត្តិស្អាតដោយសម្ពុទ្ធសអញ្ចឹងអត់មានមន្ទិលអីទេទៅបីញោមញាតទៅជីបតិចផ្ដាសាលោកអត់ចេះខឹងញោមទៅទៅសាក៏លោកមិនត្រេកអស់ព្រោះលោកកំចាត់កិលេសអស់ហើយលោកគ្មានទោសៈអីនៅក្នុងប្រតិទេយើងមានទោសៈនៅតែសន្តិមិនល្អមកទោសៈយើងចេញទៅទទួលយកខ្ញុំថាពុទ្ធអត់មានអីទៅទទួលយកដែរស្អាតនេះគេហៅលោកុត្តរចិត្តណាព្រោះព្រះអង្គបានអប់រំចិត្តនឹងដោយសិលអស់កិលេសកាយវិចារដោយសិលកំចាត់កិលេសជាកណ្ដាលដោយសមាធិកំចាត់កិលេសជាល្អិតដោយបញ្ញាអស់យ៉ាងនិព្វានកិលេសនោះចិត្តបានរួចចេញផុតពីកិលេសព្រៃគឺនិព្វានបណ្ដាហ្នឹងស្អាតហើយនឹងចិត្តរបស់ព្រះអរហន្តជាសាវកញោមគិតមើលមកជាគិតមើលមែនទេទេវតាក៏ទៅពីមនុស្សព្រំមានរូបក៏ទៅពីមនុស្សព្រំអត់រូបក៏ទៅពីមនុស្សព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូក៏សត្វតែមនុស្សទាំងអស់ញោមមើលឥឡូវស្វែងរកអីទៀតដែលខុសពីហ្នឹងឲ្យវាទៅកើតជាទេវតាផ្អែមព្រំគឺមិនឃើញមានឃើញតែមនុស្សហ្នឹងឯងបងប្រពន្ធក៏ជាមនុស្សនៅតែយើងចឹងដែរនេះតែព្រះអង្គថានៅលើដីក្រមេឃមានណាប្រកែកជាងមនុស្សទេគឺពិតជាត្រឹមត្រូវ
មានហេតុមានផលបញ្ញញោមញាតឲ្យច្បាស់លើអញ្ចឹងផងរួចនិយាយពីបច្ចុប្បន្ននេះសម្ភារៈដែលញោមញាតប្រើប្រាស់ទំនើបល្អដោយទូរស័ព្ទដោយរថយន្តយានយន្តអីទាំងអស់យន្តហោះយន្តអីញោមញាតមកមានអាណាដែលធ្វើដែលទេវតាណាមកធ្វើឲ្យមនុស្សតែមនុស្សធ្វើតែទាំងអស់ហ្នឹងមនុស្សគេបដិរូបបដិវត្តកើតឲ្យយើងប្រើទាំងអស់មើលទៅឃើញសត្វតែមនុស្សទាំងអស់ហ្នឹងហើយមាននរណាល្អមាននរណាមានអនុភាពប្រកែកជាងមនុស្សមិនមានទេនឹងអាត្មាលើកបទហុនិទានមកសម្ដែងប្រាប់ញោមញាតទាំងអស់ថាអ្វីក៏មានមនុស្សជាហេតុទាំងអស់របស់ទាំងអស់ជាផលម្ល៉េះហេតុគឺមនុស្សម្ល៉េះហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងជួបនឹងញោមញាតលោកបញ្យល់ពីហេតុផលហ្នឹងឯងបងបញ្យល់ពីហេតុផលឲ្យញោមញាតយល់ដឹងពីហេតុផលហ្នឹងបានថាអ្វីទាំងអស់សេចក្តីសុខទុក្ខមានក្រអីទាំងអស់គឺសត្វតែខ្លួនយើងទេអ្នកធ្វើនោះព្រោះពឹងឲ្យនរណាមកធ្វើឲ្យយើងអត់បានទេនេះជាពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងអញ្ចឹងបើអញ្ចឹងញោមចង់បានអ្វីមួយក៏ត្រូវតែប្រព្រឹត្តទៅតាមសាសនាទិដ្ឋិរបស់ព្រះអង្គនឹងឯងទៅហើយតែញោមធ្វើអាក្រក់បានផលមកអាក្រក់អញ្ចឹងតែញោមធ្វើល្អបានផលល្អបើអញ្ចឹងឯណាអាត្មាក៏ប្រាប់ឲ្យញោមខំរក្សាអត្តភាពជាមនុស្សកុំឲ្យវាផ្លិតទៅទៀតបើមិនទាន់បានទៅកើតទេវតាផ្អែនសុំឲ្យនៅជាមនុស្សលោកនឹងចឹងកុំឲ្យវាទៅជាទេរឆានសុំឲ្យរក្សាអត្តភាពជាមនុស្សនឹងគឺប្រព្រឹត្តកម្មជាកុសលកម្មអំពើជាកុសលតែញោមប្រព្រឹត្តអំពើជាអកុសលគឺផ្លត់ហើយបងមានអីជួយរួចទេក៏បែរមិនចង់ទៅក៏ទៅដែរបងចង់ទៅក៏ទៅដែរបានតែមានតែខ្លួនយើងទេដែលថែរក្សាការពារនៅអត្តភាពខ្លួនជាមនុស្សអាត្មាជំរាបឲ្យតែឲ្យនៅត្រឹមមនុស្សចុះបងវាកើតជាមនុស្សហើយញោមញាតមើលទៅជីវិតរបស់មនុស្សអត់ដូចគ្នាទៀតកើតមកអត់ដូចគ្នាទៀតខ្លះឆ្លាតមានបញ្ញាជ្រាវឆ្លាតដោយព្រះអង្គជ្រួញពិសីមើលលោកឆ្លាតលោកនិយាយអីមិនចេះចាល់អាត្មាក៏ឆ្លាតមិនដល់លោកក៏លោកមានបញ្ញាខ្លះល្ងងអត់មានបញ្ញាតែរៀនសូត្រអីយកសង្កេតមើលតែមនុស្សអត់ដូចគ្នាទៀតខ្លះមានត្រឹមមានសម្បត្តិច្រើនធំធេងខ្លះក៏ក្រកសតទៀតដោយកម្មចិន្តារហូតដល់កម្មក្រមគឺក្រកសតជាងគេហើយយើងនេះកើតជាមនុស្សហើយ